មន់ទឹកមន់ស្រុកបដាកូនដូចតែគ្នាតោះត្រង់ថាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសជាតិខ្ញុំធ្វើវីដេអូមួយដែលបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វមន់ទឹកខ្ញុំជឿថាក្មេងៗជំនាន់ក្រោយភាគច្រើនគឺមិនស្គាល់សត្វស្លាបមួយប្រភេទនេះទេតែបើចាស់ៗពីមុនគឺគាត់ស្គាល់ច្បាស់តែម្ដងកាលខ្ញុំនៅក្មេងគឺខ្ញុំឮសំឡេងវាយំចេញពីកំពតឫស្សីក្បែរតាពាំងទឹកក្រោយផ្ទះប៉ុន្តែពេលនេះគឺថាបានស្គាល់មុខវាច្បាស់ហើយមន់ទឹកមន់គោកគឺថាបដាកូនដូចតែគ្នាតោះត្រង់ថាមន់គោកវាអត់ចេះបដាកូននៅក្នុងទឹកហើយមន់ទឹកគឺបដាកូនបានទាំងនៅក្នុងទឹកទាំងនៅលើគោកមន់ទឹកជាទូទៅមានកម្ពស់ប្រមាណជា 28.5 ទៅ 36 សង់ទីម៉ែត្រពេញវ័យផ្នែកខាងលើពណ៌ខ្មៅស្រអាប់លាយត្នោតបៃតងផ្នែកមុខទ្រូងនិងពោះពណ៌សហើយពណ៌ខ្មៅចាប់ពីចំហៀងក្បាលរហូតដល់ចំហៀងទ្រូងផ្នែកគូតមានពណ៌ត្នោតទុំជំពុះនិងជើងពណ៌លឿងមិនទាន់ពេញវ័យពណ៌ត្នោតស្រាលនៅផ្នែកខាងលើគម្របភ្នែកថ្ងាសនិងត្រចៀកពណ៌ក្រមៅមានបង្កងដាច់លើទ្រូងនិងពោះភ្នែកពណ៌ត្នោតនិងជំពុះប្រផេះស្រាលទីជម្រករស់នៅតាមតំបន់ដីសើមគ្រប់ប្រភេទនិងក្បែរព្រៃកោងកាងរបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមិថុនាដល់ខែតុលាពងចំនួន3ទៅ8គ្រាប់បើប្រៀបធៀបមន់ទឹកទៅនឹងមន់ស្រុករបស់ផងយើងគឺថាមន់ទឹកគឺតូចជាងមន់ស្រុករបស់ផងយើងហើយពងរបស់វាក៏តិចជាងមន់ស្រុកផងដែរតែលក្ខណៈពិសេសរបស់វាគឺថាវាអាចបដើកូនបានទាំងនៅក្នុងទឹកទាំងនៅលើគោកវីដេអូនេះក៏បានដល់ទីបញ្ចប់ក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននិងគាំទ្រនៅការផលិតមាតិកាអំពីសត្វស្លាបរបស់ផងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា